bà những số mai phone ở kia bà dương mà mơ khai ní mà đong bà khai ní dương biên ở rom tha biên được khóc khai bi khai cái thom đaนะបងប្អូនអរគ្នាបាទហើយតើបងប្អូនមានចង់ដឹងថាខ្លាញ់នេះឈ្មោះខ្លាញ់អីអត់បងប្អូនអរគ្នាបាទបើចង់ដឹងកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបាទបើគាត់ជាអ្នកធ្វើខ្លាញ់នេះបាទខ្លាញ់ហ្នឹងគឺស្អាតមែនតើបងប្អូនមើលរូបរាងទៅបាទមានកតុយមានព្រួយមានវែងបាទមានចងខ្សែហើយមានកវាត់កដាលនេះអាហ្នឹងកដាលគឺធ្វើដើម្បីអីគេអាហ្នឹងខ្មៅហ្នឹងថងតគ្នាអូថងតបាទថងតបើយើងធ្វើធំបាទបើយើងធ្វើធំអញ្ចឹងយើងត្រូវតែតវាឲ្យបានធំឲ្យបានថងឲ្យបានទៅធំហើយចង់ដឹងថាចំណាយពេលយូរឯងធ្វើខ្លាញ់ហ្នឹងយូរដែរបាទចូលកន្លះម៉ោងដែរធ្វើខ្លាញ់ហ្នឹងហើយយើងគាត់ថាធ្វើខ្លាញ់ហ្នឹងចំណាយពេលប្រហែលជាកន្លះម៉ោងហើយយើងបានដាក់ឈ្មោះខ្លាញ់ហ្នឹងគេហៅខ្លាញ់អីគេខ្លាញ់ផ្លាប់អូខ្លាញ់ផ្លាប់ហ្នឹងអូបាទលឺខាងក្រោយមើលជួយអធិប្បាយទីមើលវាតាក់តងណាលឺអញ្ចឹងវាទៅពេលវាត្រូវខ្យល់ទៅវាបក់រៀងមិនបានវាលឺសូបផ្លាប់យើងធ្វើដៃអញ្ចឹងបាទដល់ពេលយើងហោះឡើងទៅលើទៅដល់ពេលវាអលាស់ព្រួយហ្នឹងបងប្អូនបាទអូគេធ្វើគេអលាស់ហ្នឹងទៅបើវាលឺសូផ្លាប់បាទអូទៅនោមកគេបាទបងប្អូនមែនណាអញ្ចឹងបានគេដាក់ឈ្មោះខ្លាញ់ផ្លាប់បាទនេះអូយទៅគាត់បកកែជំនាញបាទគាត់បកកែបច្ចេកទេសធ្វើមែនតើឥឡូវតោះយើងបោះសាក់លមើតើវាយ៉ាងម៉េចទៅវិញបាទយើងចង់ដឹងតាហើយយើងចង់ដឹងថាវាលឺសូផ្លាប់មែនដែរឬក៏អត់បាទតែយើងសាកជំនាញទៅបាទយើងសាកលមើបាទតោះមានខ្យល់ហើយបាទខ្យល់កំពុងស្អាតដល់ឡើងហើយវូបងប្អូនមើលបាទអូមែនបាទលឺនេះសូរ៉ោកហ្មងបាទសូរ៉ោកហ្មងហ្នឹងហើយនេះឡើងហើយអានេះវានិយាយទៅខ្យល់វាអត់សូវមានខ្យល់បងប្អូនបាទតែយើងសូរ៉ោកនេះគេវាអត់លាស់ហើយបាទគេនេះផ្លាប់អូលឺមកគេមែនបាទអូលឺមកគេមែនបាទលឺមកគេមែនហ្នឹងហើយអូយទៅសុំទៅសារខ្លាញ់នេះអត់ស្អាតណាព្រួយអត់វែងទៅតែវាឆ្អឹងវាបងប្អូនមើលឆ្អឹងវាស្អាតមែនតើហ្មងឆ្អឹងវាកោហ្មងដល់ពេលទៅខ្យល់វាកោស្អាតហ្មងហ្នឹងហើយកោវាកោស្អាតហ្មងបាទនិយាយទៅមិនធម្មតាទេបាទសិតតែអ្នកជំនាញខ្លែងបាទជំនាញខ្លែងគឺគាត់ខុសខ្លែងគឺវាលយមែនតើណែលយមែនតើហើយកុំភ្លេចពុកម៉ែបងប្អូនដែលចូលចិត្តលេងខ្លែងបាទជួយ like ជួយ share ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីតើតើនឹងការធ្វើខ្លែងហើយបងប្អូនលឺហើយបាទលឺខ្លែងហើយយើងមើលលើមេឃសិតតែខ្លែងតែខាងនេះមិនចង់ធ្វើអីដែរដាក់ផ្លាប់ដែរអញ្ចឹងយើងធ្វើរួយអញ្ចឹងឆ្នៃទៅយើងឆ្នៃផ្លាប់ដែរទៅនេះខ្លែងក្រហមនេះក៏ផ្លាប់ដូចគ្នាដែរបាទក៏ផ្លាប់ដូចគ្នាដែរហ្នឹងរបស់គាត់ដែរតែអត់ផ្សាយណាឥឡូវទៅធ្វើផ្លាប់គេមើលបើមកវិញថតវីដេអូមកថតមកคลิปចាំព្រឹកអីចាំព្រឹកស្អែកក៏ព្រឹកស្អែកអញ្ចឹងតែយើងមើលខ្លែងនោះសិនខ្លែងនោះវាដឹងថាវាល្អហើយតែវាអត់សូវមានខ្យល់ទេខ្យល់វាមានតិចអញ្ចឹងហ្នឹងហើយយើងវាអត់សូវមានខ្យល់ទេអត់សូវមានខ្យល់ទេវាចង់ឲ្យធ្លាក់ដោយសារវាអត់ខ្យល់មកម៉ែបងប្អូននោះគ្នាបាទវាអត់សូវមានខ្យល់វាមកមួយផ្លែតអូឆ្កែមិនហីអរត់ចាប់បាត់អរត់ប្រហែលថ្ងៃឯងហើយបោះទៀតមែនស្អែកបោះទៀតស្អែកយើងបោះទៀតហ្នឹងស្អែកយើងបោះទៀតស្អែកយើងធ្វើខ្លែងច្រើនយើងមកលេងនេះខ្ញុំមានខ្លែងនេះឲ្យមួយនេះខ្លែងនេះហោះលយមែនតើបងប្អូនឡើងសឡឹមឡើងសឡឹមមែនតើហ្មងឡើងសឡឹម